ปากีสถานประกาศจกใจทมเทงเลยอันเดียหายโยกแต่ดับอุสเพียทัวจีทีวีอบอซาโตรอชนะยุรมันตรีปากีสถานมหามัดซิบัสซาริสประกาศថាប្រទេសរបស់លោកទទួលបានជោគជ័យធំធេងណាស់លើឥណ្ឌាហើយសម្រាប់យកថ្ងៃទី10ខែឧសភារាល់ឆ្នាំធ្វើជាទិវាតស៊ូដើម្បីការពិតដែលសម្គាល់ជាថ្ងៃអបអរសាទរនៃការសម្រេចបានជោគជ័យជំនះដ៏ត្រចះត្រចង់នេះតាមការចុះផ្សាយរបស់ CNA នៅថ្ងៃអង្គារទី13ខែឧសភាឆ្នាំ2025នេះលោក Saris និយាយថាប៉ាគីស្ថានសម្រេចបានជ័យជំនះធំណាស់ក្នុងប្រតិបត្តិការវាយលុកប្រឆាំងឥណ្ឌាហើយបទជបាញ់នៅថ្ងៃទី10ខែឧសភាដែលជាថ្ងៃទីក្រុងអ៊ីស្លាមាបាតកំណត់គោលដៅលើឃ្លាំងមីស៊ីលនិងមូលដ្ឋានទ័ពអាកាសឥណ្ឌាគឺត្រូវយកទៅអបអរជាទិវាដែលខ្លួនទទួលបានជ័យជំនះនេះសេចក្តីប្រកាសនេះកើតឡើងមិនបានប៉ុន្មានម៉ោងផងបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌាបដិញ្ញាសងសឹកចាស់ដៃចំពោះការវាយប្រហារភារវកម្មនាពេលអនាគតនិងប្រកាសក្តែងថាប្រទេសរបស់លោកនឹងមិនញញើតនឹងការគម្រាមបាញ់នុយក្លេអ៊ែររបស់ប៉ាគីស្ថានសូម្បីតែបន្តិចលោកមូរីព្រមានថាឥណ្ឌានឹងឆ្លើយតបយ៉ាងចាស់ដៃទៅវិញចំពោះអំពើភារវកម្មរាល់ការគម្រាមបាញ់នុយក្លេអ៊ែរមិនធ្វើឲ្យឥណ្ឌាព្រឺឡើយហើយការសម្លុតគម្រាមកំហែងនុយក្លេអ៊ែរទាំងនោះនឹងបកคล้ายទៅជាគោលដៅរបស់ឥណ្ឌាវិញម្យ៉ាងវិញទៀតលោកប្រញាប់បញ្ជាក់យ៉ាងច្បាស់ថាឥណ្ឌាគ្រាន់តែផ្អាកធ្វើប្រតិបត្តិការលើទីតាំងយោធានិងជំរំភារវករប៉ាគីស្ថានសិនប៉ុណ្ណោះមិនមែនបញ្ឈប់ទាំងស្រុងនោះទេព្រោះទីក្រុងញូដេលីមិនអត់ឱនដាច់ខាតចំពោះអំពើភារវកម្មគ្រប់ទម្រង់ហើយនឹងសងសឹកវិញដោយមិនប្រណីដៃនោះឡើយសូមពង្រៀបជាថ្មីចំនួនយ៉ាងក្តៅកគុករវាងអ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរបានផ្ដាំឡើងក្រោយមានការវាយប្រហារភារវកម្មកាលពីថ្ងៃទី22ខែមេសាលើទេសចរមួយក្រុមនៅតំបន់កាស្មៀរដែលបណ្ដាលឲ្យជនស៊ីវិល26នាក់បាត់បង់ជីវិតទីក្រុងញូដេលីបានចោទទីក្រុងអ៊ីស្លាមាបាតជាអ្នកគាំទ្រអំពើភារវកម្មឆ្លងដែនហើយក៏បើកប្រតិបត្តិការស៊ីនដ័រសងសឹកសម្រាប់ជនស៊ីវិល31នាក់នៅទឹកដីកាស្មៀរខាងប៉ាគីស្ថានមិនត្រឹមតែប៉ុណ្ណោះភាគីទាំងពីរឈានដល់ការគម្រាមបាញ់នុយក្លេអ៊ែរដាក់គ្នាថែមទៀតផងប៉ុន្តែក្រោយមានបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកស្ថានភាពក៏ចុះថមថយបន្តិចវិញប៉ាគីស្ថានប្រាប់ថាមនុស្ស51នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌាយោធាប៉ាគីស្ថានបានរាយការណ៍នៅថ្ងៃទី13ឧសភានេះថាមនុស្សចំនួន51នាក់ដែលរួមមានទាហាន11នាក់និងជនស៊ីវិល40នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌាកាលពីសប្តាហ៍មុនដែលជាការកត់សម្គាល់មួយនៃការកើនឡើងភាពតានតឹងដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងប្រដាប់អាវុធដោយនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលប្រមាណឆ្នាំថ្មីនេះកងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការវាយប្រហារដោយឥតញញើតនិងគួរឲ្យស្អប់ខ្ពើមរបស់ឥណ្ឌាបានសម្លាប់ជនស៊ីវិល40នាក់ក្នុងនោះមានស្ត្រី7នាក់និងកុមារ15នាក់ខណៈមានទាហានបាត់បង់ជីវិត11នាក់និងរងរបួស78នាក់តួលេខពីមុនរបស់ប៉ាគីស្ថានបានបង្ហាញថាមានជនស៊ីវិលតែ33នាក់ប៉ុណ្ណោះដែលបាត់បង់ជីវិតហើយមិនមានបុគ្គលយោធាស្លាប់នោះឡើយចំណែកតួលេខរបស់ឥណ្ឌាវិញបន្ទាប់ពីការវាយប្រហាររបស់ប៉ាគីស្ថានបានឲ្យដឹងថាជនស៊ីវិល15នាក់និងទាហាន5នាក់បានស្លាប់សូមរំលឹកថាចំនួនបានផ្ទុះឡើងបន្ទាប់ពីប្រតិបត្តិការស៊ីនដ័ររបស់ឥណ្ឌាដែលបានកំណត់គោលដៅទៅលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភារវករនៅក្នុងប្រទេសប៉ាគីស្ថាននិងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថានឥណ្ឌាបានអះអាងថាការវាយប្រហារទាំងនេះគឺជាការសងសឹកចំពោះទង្វើវាយឆ្មក់ដ៏សាហាវរបស់ក្រុមភារវករនៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាដែលបានបណ្ដោយឲ្យអ្នកទេសចរ26អ្នកស្លាប់យ៉ាងណាដោយមានការសម្របសម្រួលពីអាមេរិកឥណ្ឌានិងប៉ាគីស្ថានបានឈានដល់បទជប់បាញ់មួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន